សូមនមស្ការព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយនិងសូមចម្រើនពរដល់ញាតិញោមប្រុសស្រីទាំងអស់ថ្ងៃនេះអាត្មាភាពសូមណែនាំឲ្យញាតិញោមស្គាល់អំពីខ្លងទ្វារនៅវត្តភ្នំយ៉ាតបរិសាមានញាតិញោមភិកច្រើនដែលគាត់មកកំសាន្តនៅលើភ្នំយ៉ាតគាត់ភិកច្រើនគាត់អត់ដឹងថាវត្តភ្នំយ៉ាតខ្លងទ្វារនៅកន្លែងណាអញ្ចឹងវត្តភ្នំយ៉ាតខ្លងទ្វារដែលញាតិញោមមកពីខាងបាត់ដំបងបន្ទាប់មកឃើញស្រមមួយយ៉ាតដ៏ធំនៅចប់មាត់ផ្លូវហើយមកខាងមុខបន្តិចទៀតបានឃើញខ្លងទ្វារព្រមមានកម្ពស់3ព្រោះរចនាបថកូឡាព្រោះសម័យកូឡាដែលមកកសាងនៅវត្តភ្នំយ៉ាតសម័យដើមព្រោះអញ្ចឹងនេះគឺជាចណ្ដើរឡើងទៅលើភ្នំយ៉ាតមានចំនួន244កាមព្រោះបើរាប់ពីខាងក្រោមនឹងរហូតដល់ព្រះវិហារព្រោះអញ្ចឹងចង់ណែនាំឲ្យញាតិញោមស្គាល់ថានេះគឺជាខ្លងទ្វារវត្តភ្នំយ៉ាតអញ្ចឹងបើញាតិញោមប្រុសស្រីណាដែលមានកម្លាំងអាចដើរថ្មើរជើងបានគួរណាតែដើរសាឡបងមើលព្រោះអញ្ចឹងយើងដើរតាំងពីក្រោមនិងរហូតទៅដល់លើព្រោះហើយខាងនោះទៅជាប់វត្តរតនសោភ័ណ្ឌហើយវត្តកងកាំងយើងក៏មានផ្លូវឡើងសម្រាប់រថយន្តព្រោះគឺឡើងទៅដល់កំពូលតែម្ដងមិនឲ្យពិបាកហត់នឹងឡើងគាត់នៅក្នុងវីដេអូនេះគាត់ចង់ណែនាំញាតិញោមឲ្យស្គាល់ថាវត្តភ្នំយ៉ាតគឺខ្លងទ្វារនៅចប់អាស្រមមួយយ៉ាតធំព្រោះអញ្ចឹងសង្ឃឹមថាញាតិញោមដែលមានបំណងចង់មកកំសាន្តនៅភ្នំយ៉ាតចង់ដើរឡើងថ្មើរជើងក្នុងឱកាសចូលឆ្នាំថ្មីនឹងខាងមុខនេះក្តីព្រោះនេះគឺជាខ្លងទ្វារវត្តភ្នំយ៉ាតព្រោះ